ច្រើនណាព្រោះវាខ្សោយកម្លាំងអញ្ចឹងវាត្រូវការបឺតច្រើនដូចមាននេះដែរកាលណាចាស់កាលណាទៅថែអំពន់សុខភាពអញ្ចឹងណាចាប់ផ្ដើមដាក់ឈើនេះបងប្អូនទាញមកតាមផ្កាយ៉ាងហ្នឹងហើយនេះខ្សែចងណាចងអញ្ចឹងវាជាប់ហើយមកប៉ុណ្ណឹងមកគឺអត់ភ័យខ្យល់បក់អីឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមដាក់ឈើតាមគ្រប់ផើងហើយចងខ្សែការពារកាលណាវាត្រេតយូរទៅខ្លាចវាលឹងគល់លឹងឬងាប់បាត់ដាច់ពូជបងប្អូនអញ្ចឹងត្រូវថែទាំវាខ្លាំងហើយបើបងប្អូនមានជីកប៉ោអាចដាក់កន្លះខែមកក្តាប់ទៅហើយយើងអាសាស្រោចទឹកវាផងនិយាយទៅទឹកស្រោចប្រចាំថ្ងៃគឺមួយថ្ងៃម្ដងតែម្ដងដើម្បីឲ្យវាល្អវាឆាប់ចេញកូនចេញអីមកយើងបំបែកបន្តទៀតអញ្ចឹងណាបងប្អូនចំណែកមួយនេះវិញជាកូនរបស់វាគឺខ្ញុំបានដកយកមកផ្សាំតែជាមួយទឹកតែឥឡូវរៀងល្អដែរសាប់ស៊ីស្លឹកតែអត់អីទេអត់បញ្ហាទេមានតែមកកូននឹងឯងបងប្អូនដោយសារតែវាចេញផ្កាវាជាប់ចេញផ្កាអញ្ចឹងទៅវាអត់តាន់ដុះកូនទេអញ្ចឹងដើមដែលចេញផ្ការរួចរៀងចាស់ហ្នឹងយើងត្រូវកាច់វាចោលទៅវាឆាប់ដុះកូនចេញមកថ្មីទៀតអញ្ចឹងពេលណាដែលវាដុះកូនចេញមកថ្មីគឺយើងចាប់ផ្ដើមបំបែកវាបំបែកយកមកអញ្ចឹងមកបងប្អូនមកដើមមកផើងណាហើយទុកវារយៈពេលប្រហែលជា2ខែអីមកគឺវាចាប់ផ្ដើមមានផ្កាទៀតហើយបើនិយាយទៅផ្កានេះអាយុវែងបងប្អូនហើយការចេញបាប់ផ្ការបស់វាហ្នឹងរៀងយូរបន្តិចគឺដោយសារផ្កាវាពេលដែលចេញមកក៏វានៅរីកបានយូរទៀតដល់ម៉ោងជូនកូនបើតារៀនហើយបងប្អូនអើយអង្គុយមុខឲ្យឡើងកញ្ញើបេះផ្កាឡើងចង់អស់ពីដើមហើយហៅម៉ាក់រហូតហ្នឹងឯងចាវីដេអូខ្ញុំថ្ងៃនេះក៏ដល់ទីបញ្ចប់ត្រឹមប៉ុណ្្នឹងឯងអរគុណច្រើនបាយបាយ